ហើយពេលដែលខ្ញុំជួបជាមួយនឹងមេដឹកនាំធំប្រតិបត្តិសភាក្តីគណៈបកអន្តរជាតិក្តីបោកខ្ញុំថាបើយើងមើលតម្លៃនៃសន្តិភាពយើងត្រូវមើលទាំងពីរទីមួយពេលដែលមានសន្តិភាពចំការពេលខ្លះយើងមើលមិនសូវឃើញបានទេតែតម្លៃវាកាន់តែខ្លាំងនៅពេលដែលវាបាត់សន្តិភាពឲ្យយើងធ្វើទៅមុខបាត់បង់នៃសន្តិភាពធ្វើឲ្យយើងដើរថយក្រោយហើយមិនបាច់មើលអីច្រើនទេខ្ញុំឲ្យគាត់មើលនៅអ៊ុយក្រែនក្រុងមួយចំនួន3ឆ្នាំមុនសង្គ្រាមរាជឥឡូវខ្ទេចហ្គាហ្សាប្រហែលឆ្នាំមុននឹងវាយគ្នារូបភាពគេបង្ហាញមានក្រុងមានអីឥឡូវឡើងខ្ទេចក៏បែកមួយដាក់មួយខ្ទេចអស់តែម្ដងសំបីតែលីលបងឃើញគេថតព្រោះឥឡូវតាម Facebook មកគ្រាប់អាគារ20ជាន់ទៅតែម្ដងអត់មានសល់ទេ20ជាន់អាគារ20ជាន់សង់យ៉ាងហោចណាស់2ឆ្នាំអានឹងបើសិនជាដាក់ជាងទាំងយប់ទាំងថ្ងៃតែមកគ្រាប់គឺទៅទាំងអស់អញ្ចឹងនៅទីនេះនៅពេលដែលអវត្តមាននៃសង្គ្រាមយើងបានកសាងប្រព័ន្ធនេះហើយយើងនឹងបន្តទៅទៀតដរាបណាសង្គ្រាមអវត្តមានពីបឹងជរុកអញ្ចឹងប្រជាពលរដ្ឋនៅទីនេះអាចចូលរួមបានទេទប់កុំឲ្យមានសង្គ្រាមទៀតទាំងសង្គ្រាមវាយគ្នាទាំងសង្គ្រាមរវាងប្រជាជននិងប្រជាជនតាមការញុះញង់របស់អ្នកមួយចំនួនដូចមុនធ្វើបានទេបាទ